គឺឲ្យមានសិល5សិល5នេះជាសម្បត្តិក្រៃលែងណាចឹងជាអរិយទ្រព្យយើងគិតទៅពីរឿងរលុយរលាបរយងរកេរឈ្មោះប៉ុន្តែអត់មានសិលទៅខាងក្នុងចឹងហើយអត់ដឹងថាតើសិលនេះជាសម្បត្តិសំខាន់ពិសេសខ្លឹមសារនៃជីវិតយ៉ាងណាទេឥឡូវញាតិញោមមានសិល5ហ្នឹងមិនមែនត្រឹមតែថាអូមានសិល5ហ្នឹងខ្ញុំខ្លាចបាបខ្លាចធ្លាក់នរកខ្ញុំមានសិល5ហ្នឹងគឺដើម្បីឲ្យខ្ញុំទៅកើតឋានសួគ៌មិនមែនគ្រាន់តែរឿងហ្នឹងទេអារឿងហ្នឹងជាអានិសង្សទេតែរឿងប្រយោជន៍ដែលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នហ្នឹងគឺសម្បត្តិដែលយើងត្រូវរកបានជាខាងក្នុងណាដែលជាទីពឹងខាងក្នុងចឹងទីពឹងខាងក្នុងដូចយើងពឹងប្តីដូចយើងពឹងកូនដូចយើងពឹងទ្រព្យសម្បត្តិពឹងការងារអញ្ចឹងណាតែនេះជាទីពឹងខាងក្នុងចឹងហើយអត់មានបោកប្រាស់យើងទេណែអត់ទេដូចជាសិលនេះណាកូនល្អ10 20នាក់មិនស្មើនឹងសិល5ទេទៀតហើយបើញាតិញោមអត់មានសិលពឹងតែកូនហើយកូននឹងល្អធ្វើសិតតែដុកទ័រសិតអង្គជំនឿធ្វើស្អីណាយដីក៏ដោយប៉ុន្តែតិចតែត្រូវគ្រោះថ្នាក់ឡើងងាប់ទៅតិចហ្នឹងអត់គិតម៉ែគិតឪអកតញ្ញូអីចឹងទៅណាវាចេះតែមានបញ្ហាតែបើជាមួយសិល5កូន5នាក់ហ្នឹងអត់គំភ្លេចញាតិញោមទេណាថែរក្សាចិត្តចិញ្ចឹមទឹកចិត្តឲ្យញាតិញោមនឹងឯងមានចិត្តប្រព្រឹត្តទៅដោយភាពខ្សែមខ្សានទៅបានតាមរយៈនៃសិលហ្នឹងតែមិនមែនមានត្រឹមតែសិលទេមានការអប់រំទូមានចិត្តថែមពីលើសិល5ហ្នឹងទៅទៀតណាអាហ្នឹងត្រូវកាត់បន្ថយណាហ្នឹងយើងកាត់បន្ថយពីរបស់ខាងក្រៅដែលយើងប្រឹកប្រែងតឹងតែងទៅស្វែងរកនោះរួចទៅមានឧបោសថសិលទៀតញាតិញោមរក្សាឧបោសថសិលជាចំណែកមួយក្នុងការលះកាមគុណជារបស់ខាងក្រៅហ្នឹងអញ្ចឹងខែ4 ដងអីចឹងទៅឧបោសថសិលណាដល់អញ្ចឹងទៅវាបន្ថែមទីពឹងជាខាងក្នុងនេះអាហ្នឹងហើយដែលយើងត្រូវយល់បកគោលការណ៍ពុទ្ធសាសនាគឺដើម្បីកាត់បន្ថយនៅទីពឹងជារបស់ខាងក្រៅដែលយើងតែងតែផ្ញើសេចក្តីសុខរបស់យើងជាមួយនឹងរបស់ខាងក្រៅតែឥឡូវយើងមកផ្ញើសេចក្តីសុខជាមួយនឹងធម៌ជាខាងក្នុងវិញណាយើងសាងសេចក្តីសុខក្នុងចិត្តរបស់ខ្លួនឯងក្នុងជីវិតខ្លួនឯងដោយការរក្សាសិលអាហ្នឹងសិលហ្នឹងទៀតជាឈ្មោះនៃសេចក្តីសុខហ្នឹងតែហ្មងព្រោះតតែសុខហើយបានអាចកើតសិលបើចិត្តនឹងមិនសុខទេមិនអាចកើតសិលបានទេសុខហើយបានមិនទៅសម្លាប់គេណាសុខហើយបានមិនទៅលួចគេសុខហើយបានមិនទៅប្រព្រឹត្តខុសក្នុងកាមេហើយអាសុខនឹងឯងដែលជាពូជសុខក្នុងបច្ចុប្បន្ននឹងជាហេតុនៃសេចក្តីសុខជាពូជនៃសេចក្តីសុខក្នុងអនាគតយ៉ាងណាហ្នឹងមកពីសិលជាពូជសុខហើយបានមិននិយាយកុហកគេសុខហើយបានមិនបរិភោគទឹកស្រវឹងផ្សេងមិនចាំបាច់ទៅស្វែងរកសេចក្តីសុខពីរបស់ខាងក្រៅក្នុងកាមគុណផ្សេងសុខក្នុងឧបោសថសិលទៀតសុខហើយណាបានជាមិនទៅធ្វើនៅអំពើច្រកឆ្គងផ្សេងជាខាងក្រៅហ្នឹងញាតិញោមត្រូវចាំថាមនុស្សយើងដែលស្វែងរកសុខមកពីមានទុក្ខណាហើយទៅស្វែងរកសុខក្នុងរបស់ខាងក្រៅហ្នឹងវាមានបានយកមកជាទីពឹងក្នុងចិត្តអីចឹងហើយអាសេចក្តីទុក្ខវានៅក្នុងចិត្តបើអញ្ចឹងទៅសេចក្តីទុក្ខហ្នឹងវាកាន់ទៅងុំទៅគុំទៅរហូតវាផ្ទុះចេញទៅធ្វើឲ្យបរិយាកាសសង្គមហ្នឹងតាមតឹងទៅមែនទេចឹងដោយសារទៅវាផ្ទុះចេញអំពីចិត្តនៃមនុស្សយើងនេះឯងហ្នឹងបានជាយើងត្រូវបញ្ចូលធម៌មកបញ្ចូលទៅឲ្យយើងម្នាក់តិចទៅជុំក្នុងចិត្តសន្តានទៅវាផ្សព្វផ្សាយភាពតិចនឹងដោយការធ្វើដោយការនិយាយដោយមុខមាត់ដោយភ្នែកដោយបបោមាត់ដោយពាក្យសម្ដីអកប្បកិរិយាហ្នឹងណាវាទៅជាទន់ភ្លន់វាទៅជាបែបដែរវាទៅជាតិចទៅជុំឲ្យដល់អ្នកដទៃហ្នឹងគឺវាចេញពីចិត្តដែលមានធម៌ហ្នឹងដែលមានសិលហ្នឹងទៅរួចទៅអាការដែលយើងពឹងរបស់ខាងក្រៅផ្នែកខាងខ្លាំងបកែស័ក្តិសិទ្ធតាមដែលយើងជឿផ្សេងហ្នឹងអាហ្នឹងក៏ត្រូវកាត់បន្ថយទៀតព្រោះអាហ្នឹងនៅក្នុងការពឹងរបស់ខាងក្រៅដដែលបន់ស្រន់បួងសួងអង្វរកសូមឲ្យព្រះជួយចេះព្រះជួយអញ្ចោះមុនអាគុំគាថាស្អីឬវត្ថុស័ក្តិសិទ្ធិខ្លាំងបកែអីបុគ្គលនេះបុគ្គលនោះធម្មឹកធម្មោព្រះសាអ្នកមានបុណ្យអីណាយើងត្រូវកាត់បន្ថយអស់ហើយពីព្រោះអ្នកទាំងអស់ហ្នឹងមិនអាចចូលមកលះលោភៈទោសៈមោហៈឲ្យយើងបានទេយើងទៅផ្ញើជីវិតជីវ៉ាប្តីប្រួលសង្ឃឹមអីទៅលើអ្នកទាំងអស់ហ្នឹងវត្ថុទាំងអស់ហ្នឹងស្អីហ្នឹងទេវតាប្រអិនប្រព្រំចុះមកក៏មិនមែនមកជួយសម្អាតចិត្តឲ្យយើងបានដែរមានតែខ្លួនយើងដែលអាស្រ័យព្រះធម៌បដិបត្តិកម្ចាត់នៅកិលេសក្នុងចិត្តសន្តានដូច្នេះគឺច្បាស់លាស់ 100% ទៅចឹងតែហ្មងចឹងយើងមានពឹងអីរបស់ខាងក្រៅនឹងកើតចឹង
បើរឿងពឹងដូចជាថាយើងពឹងបងប្អូនម៉ែឪអីជួយគ្នាអីចឹងដោយសង្ឃហធัวអីពេជាត្រូវសង្គ្រោះស្វាមីសង្គ្រោះពេជាមេដាបិតាសង្គ្រោះបុត្រនឹងត្រូវដឹងគុណមេដាបិតាអីពឹងពាក់គ្នាអញ្ចឹងបានប៉ុន្តែរឿងពឹងពាក់គ្នាខាងក្រៅនោះគឺវាចេញមកអំពីការដែលមានធัวជាខាងក្នុងនឹងដែរដែលអាចដើម្បីជាទីពឹងនៃខ្លួនឯងបានហើយនោះទៅអាចជាទីពឹងសង្គ្រោះទាំងអ្នកដទៃនឹងបានតែទោះជាយ៉ាងណាក៏ដោយសំខាន់បំផុតទីពឹងសម្រាប់មនុស្សយើងគឺលះលោភៈទុសៈមោហៈដែលជាប្រភពនៃបញ្ហាទេបញ្ហាចាស់ឈឺស្លាប់រឿងក្ររឿងអត់លៀបអត់យោឬក៏មានលៀបមានយោហើយទៅជាអត់លៀបអត់យោវិញបញ្ហាទាំងអស់ហ្នឹងវាអាស្រ័យលោភៈទោសៈមោហៈអីនេះទេតើដែលវានាំឲ្យកើតទៅជារឿងឆ្លោះប្រកែកគ្នាដណ្ដើមគ្នាបែកបាក់គ្នាវាចេញពីក្នុងចិត្តទៅចឹងណាហើយមនុស្សយើងធ្វើជាស្មោមអ្នកសូមណាសូមសេចក្តីសុខពីអ្នកដទៃទៅសូមសេចក្តីសុខពីរបស់ខាងក្រៅហ្នឹងហើយដល់ទៅមិនបានអានឹងឯងដែលកើតទៅជារឿងឆ្លោះប្រកែកតោះតេងណាស្មោមសូមការញញឹមពីគេដល់គេអត់បានឲ្យញញឹមកើតទុកណាអារឿងកើតទុកខឹងនឹងគេហ្នឹងគឺមកអំពីយើងស្មោមទៀតយកចង់ស្ដាប់ឲ្យយល់លុតជង្គង់អង្វរសុំសេចក្តីសុខពីគេដល់ទៅអត់បានកើតការខឹងរាល់ពេលដែលយើងខឹងគឺយើងលុតជង្គង់អង្វរសុំសុខពីគេទេមិនមែនគ្រាន់បើទេកុំឲ្យតែខ្លួនឯងខ្លាំងគ្រាន់បើចេះខឹងនឹងគេអត់ទេយើងខឹងជាមួយអ្នកណាគឺយើងអន់ជាងអ្នកហ្នឹងចឹងយើងអន់ជាងគេបានយើងខឹងជាមួយគេបើយើងប្រសើរពងខ្ពស់ជាងគេគឺមានមេត្តាករុណាមានការសង្គ្រោះមានការសន្តោសប្រោសប្រណីមានការឲ្យអភ័យមិនប្រកាន់ទោសពីអ្នកហ្នឹងអាហ្នឹងអ្នកខ្ពស់ទៀតណាមើលទៅឃើញអាហ្នឹងដូចក្មេងតូចចឹងទៅមិនប្រកាន់ទោសពីមើលទៅឃើញដូចអាហ្នឹងមានជំងឺឈឺអីចឹងទៅឬក៏ដូចជាមនុស្សលប់ស្មារតីចឹងទៅឬដូចខ្មោចចូលចឹងទៅមិនប្រកាន់ណាមិនប្រកាន់មិនបន្ទុះមិនទាស់មិនឆ្លោះមិនប្រកែកមានតែមេត្តាករុណាមានតែអាណិតមានតែការជួយសង្គ្រោះអាហ្នឹងបានប្រសើរសង្កេតមើលខ្លួនឯងដឹងទេដែរចឹងណាសង្កេតមើលដឹងតើអារឿងដែលយើងស្អប់គ្នាតាមពិតស្អប់ខ្លួនឯងតើនៅពេលដែលយើងស្អប់អ្នកដទៃយើងមិនមែនឲ្យស្អប់នឹងទៅគេណាមិនមែនស្អប់នឹងចូលទៅក្នុងចិត្តគេណានៅពេលដែលយើងស្អប់គេយើងសាងភាវៈអាក្រក់ឲ្យខ្លួនឯងតើគឺយើងស្អប់ខ្លួនឯងយើងធ្វើអ្វីដែលអាក្រក់សៅហ្មងឲ្យខ្លួនឯងទេហើយយើងគិតមើលល្ងងផងឈួតផងទេមិនមែនត្រឹមតែល្ងងទេឡប់ទៀតនៅពេលដែលយើងស្អប់គេហ្នឹងណាស្អប់ខ្លួនឯងទេព្រោះយើងធ្វើអ្វីដែលអាក្រក់ឲ្យខ្លួនឯងណាយើងថាអាណិតគេមិនបានទេប៉ុន្តែយើងដកចិត្តខ្លួនឯងដែលអ្នកដទៃមិនអាចមកដកចិត្តយើងបានឡើយដូច្នេះបើយើងអាណិតគេមិនបានយើងត្រូវតែអាណិតខ្លួនឯងមេត្តាខ្លួនឯងទៅកុំដករលចិត្តសន្តានខ្លួនឯងនៅពេលដែលយើងខឹងក្រោធហ្នឹងគឺយើងដកចិត្តសន្តានរបស់ខ្លួនឯងដកកុសលដកសេចក្តីល្អដកគ្រប់យ៉ាងទាំងជាប្រធាននៃសេចក្តីវិន័យដែលក្រោធហ្នឹងណាដូច្នេះញាតិញោមត្រូវឲ្យយល់តែនៅពេលដែលយើងខឹងនឹងគេកុំគិតថាយើងក្រំជាងគេខុសហើយនៅពេលដែលយើងខឹងនឹងគេគឺយើងអន់ជាងគេរហូតដល់យើងខឹងជាមួយរុយគឺយើងអន់ជាងរុយទៅទៀតណាយើងខឹងនឹងមុខគឺយើងអន់ជាងមុខនៅរឿងអីយើងទៅខឹងនឹងមុខទៅតោះនឹងមុខអ្នកទួយតែមួយធម្មជាតិបង្កើតមកត្រូវឲ្យមកខំបើយើងមិនចង់ឲ្យខំយើងបកយើងអីចឹងទៅខ្ញុំបាច់ទៅខឹងទៅសម្លាប់សត្វយើងកើតមកជាមនុស្សរៀនសាលាអស់4 10 20ឆ្នាំហើយទៅឆ្លោះជាមួយមុខធ្វើអ្នកចេះដឹងអីចឹងណាមុខអត់បានចូលសាលាផងណា